យកបានស្មោះធូណាបានមកបកស្រាយអំពីផលប៉ះពាល់នៃការកើនឡើងនៃប្រជាជនមានផលប៉ះពាល់ដល់បរិយាកាសដូចជា1ការកាប់បំផ្លាញព្រៃឈើ2ការប្រើប្រាស់ធនធានរបស់ផែនដី3ការបំពុលកាន់តែធ្ងន់ធ្ងរ4ការហូរកាកសំណល់និងទឹកបំពុលដោយសារសកម្មភាពរបស់មនុស្សនិយាយអំពីស្ថានភាពបរិយាកាសគឺជាតតពុស្មានស្ដាងនៃព័ទ្ធជុំវិញផែនដីបច្ចុប្បន្នបរិយាកាសមានវិជាអាសូតអុកស៊ីសែននិងឧស្ម័នជាទៀតភាគរយនៃឧស្ម័នទាំងពីរអុកស៊ីសែនមានចំនួន21%អាសូតមានចំនួន78%តែ1%ទៀតគឺជាឧស្ម័នអាកុងពីតុងនៃអងអេលីយ៉ូចំហាយទឹកកាបូលិកអូសូនអូស៊ីនកាបូនឌីអុកស៊ីន0.03%ផងដែរបាទព្រោះសាច់សក្តាននេះខ្ញុំនិយាយអំពីការបំពុលបរិយាកាសការបំពុលបរិយាកាសមានពីរប្រភេទទី1គឺការបំពុលខាងក្រៅស្ដែងដោយការបំរែបំរួលនៃកម្ទេចកម្ទីនិងសារធាតុអាណិតដែលមានលាយការកខ្វក់នៅខាងក្រៅផ្ទៃបរិយាកាសប្រភេទទី2ការបំពុលក្នុងដូចជានៅក្នុងសន្តាគារដែលមានខ្យល់ដង្ហើមស្អុយនិងខ្យល់វិលក្នុងម៉ាស៊ីនត្រជាក់និងទាំងពីមជ្ឈមណ្ឌលវិទ្យុសកម្មនានាជាពិសេសនៅតាមរថយន្តនិងម៉ូតូដែលបើកតាមខ្យល់វាបានបញ្ចេញជាតិឧស្ម័នអំពុលអាកាសជាច្រើនជំរាបសួរថ្ងៃនេះខ្ញុំមកបកស្រាយអំពីប្រភពសំខាន់នៃការកង្វក់បរិយាកាសដូចជាយានយន្ត51%កាបូនឌីអុកស៊ីតស៊ុលហ្វួរកាកសំណល់រដែកក្នុងលំហការដុតចម្អិនអាហារតាមផ្ទះ16%សម្រាម4%ឧស្សាហកម្ម14%ភ្លើងឆេះព្រៃក្នុងបន្ទប់ភ្នំភ្លើងទាំងនេះសុទ្ធតែជាភ្នាក់ងារកង្វក់បរិយាកាសជំរាបសួរខ្ញុំឈ្មោះសេណាណែតថ្ងៃនេះខ្ញុំមកបកស្រាយអំពីផលអាក្រក់នៃកង្វក់បរិយាកាសកង្វក់បរិយាកាសផ្ដល់ឲ្យមានផលអាក្រក់ដូចជាធ្វើឲ្យប៉ះពាល់សុខភាពមនុស្សតាមរយៈផ្លូវដង្ហើមដែលយកស្រូបចូលទៅក្នុងសួតកាត់បន្ថយសមត្ថភាពឈាមក្នុងការចាប់យកអុកស៊ីសែនជាហេតុបណ្ដាលឲ្យមានការជិះក្បាលឬមុខនិងពុតចង្អោរករណីធ្ងន់បំផុតគឺវាអាចមានការប៉ះពាល់ទៅដល់បេះដូងនិងខួរក្បាលថែមទៀតផងចំណែកឯសត្វនៅរុក្ខជាតិការទទួលរងនៅការប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរបង្កឲ្យមានភ្លៀងអាស៊ីតមានការខូចខាតនៃសន្តិភាពសូននិងការប្រែប្រួលអាកាសធាតុថែមទៀតផងហើយយើងដឹងថាបញ្ហាបំពុលខ្យល់យ៉ាងធ្ងន់ធ្ងរទីក្រុងធំនៃទ្វីបអាស៊ីដែលបណ្ដាលមកពីសកម្មភាពឧស្សាហកម្មចំហាយឥន្ធនៈហ្វូស៊ីលក្នុងម៉ាស៊ីនរថយន្តទៅចក្រយានយន្តព្រមទាំងការដកដង្ហើមផងដែរផ្សែងអាបក៏អាចបង្កឲ្យមានផលប៉ះពាល់ដូចជាជំងឺសួតនៅពេលខ្លះផ្សែងអាបក៏អាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដូចជាការផ្លូវថ្នល់ផ្លូវអាកាសទៀតផងជំរាបសួរលោកអ្នកគ្រូអ្នកខ្ញុំឈ្មោះសុបញ្ញាថ្ងៃនេះខ្ញុំមកបកស្រាយអំពីការបំពុលបរិយាកាសដើម្បីធ្វើឲ្យប្រទេសជាតិយើងមានបរិយាកាសល្អបរិសុទ្ធរដ្ឋាភិបាលនិងប្រជាពលរដ្ឋត្រូវអនុវត្តតាមផែនការនៃខាងក្រោមត្រូវប្រើប្រាស់ប្រេងឥន្ធនៈទាំងឡាយណាដែលមានគុណភាពខ្ពស់ដើម្បីកាត់បន្ថយការបំពុលទៅកាន់បរិយាកាសត្រូវប្រើប្រាស់រថយន្តទាំងឡាយណាដែលមិនបង្កឲ្យមានកង្វក់បរិយាកាសជៀសវាងបំរាស់ស្នាពុលគ្រឿងឆេះផ្សេងៗដែលធ្វើឲ្យបរិយាកាសខូចខាតស្រទាប់អូសូនត្រូវជៀសវាងការដុតសម្រាមដែលមានសារធាតុគីមីខ្លាំងដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងផងហើយនឹងធ្វើឲ្យប៉ះពាល់ដល់បរិយាកាសផងដែរត្រូវប្រើប្រាស់ឧបករណ៍តម្រង់ចម្រោះស្រែឬប្រព័ន្ធទឹកបាញ់សម្អាតផ្សែងមុននឹងបញ្ចេញផ្សែងពុលទៅកាន់បរិយាកាសបើសិនបើលោកអ្នកធ្វើដំណើរទៅទីជិតលោកអ្នកត្រូវប្រើប្រាស់កង់ឬក៏ដើរដើម្បីកាត់បន្ថយការប្រើប្រាស់រថយន្តដែលធ្វើឲ្យបរិយាកាសដែលធ្វើឲ្យបញ្ចេញផ្សែងទៅកាន់បរិយាកាសត្រូវជំរុញឲ្យមានការដាំដើមឈើនៅតាមទីសាធារណៈសាលារៀនទីពេទ្យរមណីយដ្ឋានតំបន់ទេសចរណ៍ផ្សេងៗទៅលើកកម្ពស់ការអនុវត្តច្បាប់ទៅលើរោងចក្រទាំងឡាយណាដែលបញ្ចេញឧស្ម័នគីមីខ្លាំងទៅកាន់បរិយាកាសដែលធ្វើឲ្យខូចខាតស្រទាប់អូសូននិងធ្វើឲ្យផែនដីយើងឡើងកម្ដៅផងដែរចុងក្រោយពួកខ្ញុំសូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាទស្សនាវីដេអូរបស់ពួកយើងខ្ញុំតាំងពីដើមរហូតដល់ចប់និងសូមទោសរកកំហុសពាក្យសម្ដីរបស់ពួកខ្ញុំ